ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយថាមេត្តាបិតាហ្នឹងគឺត្រូវតែសង្គ្រោះកូនគឺមានន័យថាសំដៅទៅលើការចិញ្ចឹមបីបាច់ថែរក្សានិងអប់រំទូមានកូនណាអប់រំទូមានកូនឲ្យក្លាយជាមនុស្សល្អនៅក្នុងសង្គមណាសង្គមទទួលយកដែលសង្គមស្រឡាញ់ចូលចិត្តណាអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទៀតហើយថាមេត្តាបិតាហ្នឹងណាមេត្តាបិតាឬក៏អាណាព្យាបាលហ្នឹងគឺត្រូវតែសង្គ្រោះកូនត្រូវតែសង្គ្រោះកូនហ្នឹងដោយធម៌5យ៉ាងណាត្រូវតែសង្គ្រោះកូនដោយធម៌5យ៉ាងទី1ហាមឃាត់កូនហ្នឹងមិនអោយធ្វើនៅអំពើបាបណាហាមឃាត់កូនអាណាព្យាបាលឬក៏មេត្តាបិតាហ្នឹងត្រូវតែណែនាំកូនឲ្យជៀសវាងនៅអំពើអាក្រក់ណាការសេពគប់នៅបាបប្រមិតឬក៏ការសេពគប់នៅមិត្តអាក្រក់ណាមានការលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់អ្នកដតីណាមេត្តាបិតាហ្នឹងគឺត្រូវតែមើលថែកូនហ្នឹងឲ្យបានល្អគ្រប់គ្រាន់ណាកុំអោយកូនហ្នឹងប្រព្រឹត្តនៅអំពើអបាយមុខផ្សេងពីលាអាវាសែណាឬក៏ប្រព្រឹត្តនៅអំពើទុច្ចរិតផ្សេងហ្នឹងទៅណានេះគឺព្រះអង្គលោកឲ្យឈ្មោះនៅត្រង់ចំណុចទី1នៅត្រង់ចំណុចទី2ដឹកនាំឲ្យតាំងនៅក្នុងអំពើល្អអញ្ចឹងមានន័យថាមេត្តាបិតាហ្នឹងឬក៏អាណាព្យាបាលហ្នឹងគឺត្រូវតែទម្លាប់កូនឲ្យចេះធ្វើទានណាគឺត្រូវតែទម្លាប់កូនណាឲ្យចេះចែកចម្លែកទានធ្វើទានរក្សាសិលនិងចេះជួយយកអាសាអ្នកដតីឬក៏ចែកចម្លែកអ្វីដែលល្អណាផ្ដល់ជូនទៅសង្គមជាតិរបស់យើងណាអញ្ចឹងមេត្តាបិតាគឺត្រូវតែដឹកនាំណាត្រូវតែដឹកនាំបុត្រាបុត្រីកូនប្រុសកូនស្រីហ្នឹងឲ្យតាំងនៅអំពើល្អជានិច្ចណានឹងគឺត្រង់ចំណុចទី2ហើយត្រង់ចំណុចទី3ផ្ដល់នៅការអប់រំនិងចំណេះដឹងអញ្ចឹងមានន័យថាអាណាព្យាបាលឬក៏មេត្តាបិតាហ្នឹងត្រូវតែបញ្ជូនកូនទៅសិក្សារៀនសូត្រណានៅឯសាលារៀនណាទាំងចំណេះដឹងទូទៅនឹងការរស់នៅចឹងទៅអញ្ចឹងមេត្តាបិតាត្រូវតែបញ្ជូនកូនរាល់ពេលដែលកូនធំពេញវ័យល្មមដែលអាចចូលសិក្សារៀនសូត្របានគឺអាណាព្យាបាលឪពុកម្ដាយហ្នឹងគឺត្រូវតែនាំនៅបុត្រហ្នឹងឲ្យទៅសិក្សារៀនសូត្រនៅឯសាលាដើម្បីទទួលបាននៅចំណេះដឹងណាពីលោកគ្រូអ្នកគ្រូចំណុចទី4គឺមេត្តាបិតាឬក៏អាណាព្យាបាលនឹងត្រូវតែរៀបចំគូស្រករឲ្យកូនរាល់ពេលដែលកូនពេញវ័យណាតែកូនស្ថិតនៅក្នុងពេញរូបរាងពេញកំឡោះដែលអាចរើសគូស្រករណាអញ្ចឹងមេត្តាបិតាហ្នឹងគឺត្រូវតែជួយជ្រោមជ្រែងឬក៏ជួយជ្រើសរើសឬក៏ណែនាំកូនហ្នឹងឲ្យជ្រើសរើសដៃគូជីវិតណាឲ្យបានល្អឲ្យបានត្រឹមត្រូវនៅពេលដែលកូនពេញវ័យណាកាលណាដែលយើងជួយជ្រើសរើសនៅគូស្រករឬក៏ជួយណែនាំកូនទៅគឺគាត់រើសត្រូវទៅណាគាត់ពេញចិត្តទៅគ្រួសាររបស់យើងក៏ណារស់នៅដោយភាពសុខដុមរមនាណារីករាយនៅក្នុងគ្រួសារអញ្ចឹងទៅរីកចម្រើននៅក្នុងគ្រួសារណានេះគឺត្រង់ចំណុចទី4នៅត្រង់ចំណុចទី5នេះគឺមេត្តាបិតាហ្នឹងត្រូវតែចែកចម្លែកនៅទ្រព្យសម្បត្តិរាល់ពេលដែលកូនប្រុសកូនស្រីរៀបអាពាហ៍ពិពាហ៍រួចឬគូស្រកររួចមេត្តាបិតាហ្នឹងត្រូវផ្ដល់នៅទ្រព្យសម្បត្តិនៅទៅតាមមានតាមបាននៅក្នុងគ្រួសារអញ្ចឹងទៅអញ្ចឹងមេត្តាបិតាហ្នឹងគឺត្រូវតែផ្ដល់នៅទ្រព្យសម្បត្តិធនធានតិចតួចណាសម្រាប់ឲ្យកូនហ្នឹងណាគ្រប់គ្រងដើម្បីកសាងនៅជីវិតផ្ទាល់ខ្លួនរបស់ពួកគាត់អញ្ចឹងទៅណាហើយអាត្មាភាពក៏មានអីដែរមិនតែចែករំលែកប៉ុណ្ណឹងហើយនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមេត្តាបិតានឹងគឺត្រូវតែសង្គ្រោះកូនដោយធម៌5យ៉ាងញាតិញោមជួយចែករំលែក follow ឬក៏ share subscribe channel របស់អាត្មាភាពណាមួយផងសូមចម្រើនពរលា